đấyបងប្អូនទាំងគ្នានេះហើយគឺជាការងារប្រចាំថ្ងៃរបស់ខ្ញុំពេលព្រឹកម៉ោង4ជិតគឺហ្នឹងខ្ញុំងើបទៅដឹកភ្ញៀវហើយបងប្អូនម៉ោង8ខ្ញុំចូលផ្ទះហើយរៀបចំជូនប្រពន្ធទៅទិញម្ហូបញ៉ៃមកយកមកធ្វើម្ហូបថ្ងៃត្រង់ញ៉ាំហើយពេលព្រឹកហើយក៏រៀបចំធ្វើម្ហូបថ្ងៃត្រង់ហើយបងប្អូនតែនៅពេលដែលចន្លោះពេលម៉ោង9ដល់ម៉ោង10ប្រសិនជាប្រពន្ធខ្ញុំគាត់រវល់មានភ្ញៀវធ្វើសក់ធ្វើកញ្ចក់អីខ្ញុំត្រូវជួយការងារផ្ទះគាត់បាទមានអីការងារគឺយើងជួយហាន់បន្លែហាន់សាច់ធ្វើខ្ទឹមធ្វើអីទុកឲ្យគាត់ទៅពេលគាត់ទៅនេតអីគាត់នឹងធ្វើម្ហូបហើយយើងម៉ោង10កន្លះ2ដល់10អីចឹងទៅយើងចាប់ដើមរៀបចំទឹកឲ្យកូនចុកបាយហើយរៀបចំស្លៀកពាក់កៅគាត់ជូនគាត់ទៅដល់សាលារៀនហើយយើងចេញទៅរកភ្ញៀវទៀតគេ booking ឬក៏ call ហៅជូនភ្ញៀវដល់លេងចឹងទៅហើយម៉ោង5ត្រឡប់មកយកគាត់ពីសាលាយកមកដាក់ផ្ទះវិញហើយបងប្អូនចង់និយាយប្រាប់ថាការងារប្រពន្ធការងារប្តីយើងមិនចាំការងារច្រើនទេបងប្អូនត្រូវជួយគ្នាទៅវិញទៅមកចឹងទៅដល់ពេលគាត់ហត់គាត់សប្បាយចិត្តដែរដល់ពេលដែលឃើញយើងមេគ្រួសារចេះជួយសម្រេចការងាររបស់គាត់នឹងក៏ជាកម្លាំងចិត្តមួយសម្រាប់ឲ្យប្រពន្ធយើងសប្បាយចិត្តដែរបងប្អូនតែប្រពន្ធក្នុងគ្រួសារយើងសហការគ្នាទៅគឺគ្រួសារយើងទៅមុខបងប្អូនមិនថាគ្រួសារខ្ញុំមិនថាគ្រួសារបងប្អូនទេតែយើងជាសហការគ្នារវល់គឺរវល់ទាំងអស់គ្នាអត់មានអ្នកគ្នាទេអញ្ចឹងជួយគ្នាទៅយើងនឹងសប្បាយចិត្តទាំងអស់គ្នាលទ្ធផលដែលទទួលបានយើងដឹងខ្លួនឯងហើយបងប្អូនអត់មានពេលទៅជួយគ្នាអីទេគឺមានតែពេលមានសេចក្តីសុខដល់បណ្ដារកលុយរកកាក់ឲ្យកូនយើងយើងតស៊ូថ្ងៃគឺរកកាក់ដើម្បីគ្រប់គ្រងឲ្យកូនយើងរៀនសូត្រឲ្យបានពូពស់នឹងឯងហើយខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនសូមអរគុណ